Hello ថ្ងៃនេះខ្ញុំអ្នកទាំងអស់គ្នាទៅមើលខ្ញុំទៅធ្វើអីគេខ្លះម្នាក់ឯងនៅម៉ាឡេស៊ីហ្នឹងវីដេអូនឹងរៀងកាត់ខ្លីៗដែរអ្នកនរគ្នាពួកខ្ញុំខ្ជិលថតរហូតអត់សូវចេះថតទៀតអានេះខ្ញុំឡើងមកដល់លើយន្តហោះហើយចុះមកវិញអានេះថតតាមផ្លូវតិចតួចទៅអូតែរៀងឆ្ងាយដែរហ្នឹងអ្នកនរគ្នាឥឡូវមកបញ្ចេញសារៈធម្មជាតិតិចចាដែរថតកាមេរ៉ា Cine នេះលើកទី1មកផុសក្នុង social media មកដល់រៀងហត់ដែរខ្ញុំបានថតអីច្រើននេះតែខ្ញុំហត់ផុតឲ្យមកតាគេងវិញអានេះកាត់មកពេលផឹកវិញខ្ញុំកំពុងរៀបចេញទៅហោអីញ៉ាំណាហើយរៀងស្រួលដែរដោយសារតាកន្លែងខ្ញុំគេងហ្នឹងនៅទៅមុខ Pavilion ហ្មងបាច់ចាំនៅក្រៅហៅ Grab ក៏បានដែរដើរពីអូតាហ្នឹងទៅជាន់ទី2ទៅដល់ក្នុងផ្សារហ្មងដំបូងឃើញ outdoor នេះមនុស្សច្រើនប៉ុន្តែក្តៅពេកខ្ញុំក៏ចូលទៅក្នុងវិញថាចង់មកញ៉ាំអាប់បែប local ប៉ុន្តែមនុស្សច្រើនខ្លាំងណាស់គ្នាដល់ពេលចឹងទៅក៏ដើរទៅដល់កន្លែងនេះគេហៀបបែប Tokyo Street ចឹងណាខ្ញុំក៏សម្រេចចិត្តថាទៅញ៉ាំអីនៅកន្លែងនេះហ្មងទៅហើយ environment គេមានអីស្អាតតាណាស់គ្នាហើយនេះម្ហូបដែលខ្ញុំ order ញ៉ាំថ្ងៃហ្នឹងមើលទៅតំណងខ្លាំងមែនតើចាប៉ុន្តែញ៉ាំទៅអត់ឆ្ងាញ់ផងខ្ញុំគិតថាមិនដែលសារហាងគេទេគឺដែលសារខ្ញុំញ៉ាំអត់ត្រូវមាត់ខ្លួនឯងចឹងណាបន្ទាប់ពីញ៉ាំហើយខ្ញុំក៏រៀបចំចេញទៅ shopping អីតិចតួចហ្នឹងប៉ុន្តែខ្ញុំអត់ហ៊ានថតអីច្រើនទេខ្ញុំកាត់ហ្នឹងដោយសារតមនុស្សច្រើនពេកខ្ញុំអៀនខ្ញុំហ៊ានកាន់កាមេរ៉ាមុខគេពងចាំគេឆ្លាក់ឈ្មោះលើក្រែមក៏ដាក់មកប៉ុសពីប៉ុសសិនទៅចាឲ្យតែឃើញគេចាក់គឺថានឹងតែថតហ្មងហើយបន្ទាប់ពី shopping ហត់ហើយខ្ញុំក៏បានដាក់ Starbucks មួយកែវតមកចេញមកក្រៅមើលទេសភាពទីក្រុងគេមើលនេះមើលនោះអញ្ចឹងណាហើយហត់ហើយខ្ញុំក៏មកអត់តែគេងវិញ so វីដេអូយើងមានតែប៉ុណ្្នឹងទេ bye bye